OK អញ្ចឹងម្សិលមិញយើងសុំ VPN គេថ្ងៃនេះគេទើបតែទនេតម្លាក់ VPN ឲ្យឥឡូវខ្ញុំ log in ខ្ញុំអីហើយអស់ហើយអញ្ចឹងយើងទៅមើល page យើងទាំងអស់គ្នាអញ្ចឹងឥឡូវសម្រាប់ទូរស័ព្ទខ្ញុំនេះឃើញថាវាចង់ខូចស្អីរៀតទេនេះក្រង់វានឹងញាក់ដល់ពេលអញ្ចឹងអត់ដឹងថាវាកើតអីគឺ Sursak VPN ហើយអញ្ចឹងខ្ញុំ connect ទៅ location បរទេសហើយនេះ set up អីបើសម្រាប់បងណាដែលគាត់ចង់ដឹងអីគាត់អាចឆាតសួរបានតែបើសិនជាអត់អីអូខេអញ្ចឹងអូពីលើមកនេះវាមាន load ពាក្យ VPN នឹងមើលឃើញអត់ទេឥឡូវខ្ញុំដូរមកកាមេរ៉ាធម្មតានេះវាមាន load ពាក្យ VPN អញ្ចឹងយើងចូលទៅក្នុង Facebook របស់យើងអញ្ចឹងយើងចូលមក Facebook របស់យើងមើល notification អូខេអត់អីទេអញ្ចឹងយើងដូរទៅ page អញ្ចឹងវាកំពុងតែដូរទៅហើយអញ្ចឹងពេលដូរទៅ page យើងមើលសិន notification នេះហើយខ្ញុំឃើញវីដេអូរបស់បងមួយនោះគាត់បរៀនឲ្យធ្វើខ្ញុំធ្វើតាមគាត់ដែរតែអត់ដឹងថាបានផលអត់ទេអញ្ចឹងយើងមាន follow យើងគ្រប់ហើយនេះ follow យើងគ្រប់ហើយអញ្ចឹង follow យើងគ្រប់អស់ហើយ reel យើងក៏មាន view រៀងច្រើនដែរនេះ reel យើងអញ្ចឹងខ្ញុំអត់ច្បាស់ថាពេលធ្វើអញ្ចឹងទៅបានអត់ទេណាតែយើងសាកទាំងអស់គ្នាអញ្ចឹងឥឡូវយើងដូរមក setting យើងចូល setting ចូល setting មកអញ្ចឹងយើងយក setting នេះមួយទៅយើងចូល setting បន្ទាប់មកយើង scroll ទៅក្រោមយើង scroll ទៅយើងមើលពាក្យ add in content you create អញ្ចឹងអានេះបើបិទយើងបើកអញ្ចឹងជាធម្មតាខ្ញុំឆែក 4-5 page ហើយគឺវាបើកទាំងអស់អញ្ចឹងយើងបើកវាមកមើល page setup មាន2ហ្នឹងអាហ្នឹងខ្ញុំមើលតាមគាត់ដែរបន្ទាប់មកយើងចូលកន្លែង page type ខ្ញុំធ្វើតាមគេដែរទេអូខេអញ្ចឹង page type ជាធម្មតាខ្ញុំគិតថាវាសិតតែ load ទៅចូលក្នុង creator អស់ហើយភាគតិចដែលវានៅក្នុង business អញ្ចឹងបើសិនជាវានៅ business យើងមក creator ហើយយើងចុច next ក៏បានមួយទៀត help me to choose នេះគ្រាន់តែវាចង់បញ្ជាក់យើងមើលទេអញ្ចឹងយើងចុចមក help me to choose នេះខាងលើនេះតាក់ទងជាមួយនឹង creator គឺយើងមាន monetize យើងមាន community យើងមាន seller affiliate អញ្ចឹងតាក់ទង business យើង run ad connect customer promote អីចឹងទៅអញ្ចឹងយើង touch លើឲ្យអស់យើង next អញ្ចឹងយើងរងចាំបន្តិចទៅអាចនឹងមកពី internet ខ្ញុំវារៀង slow ដែរវាឃើញវាដាច់នៅខាងលើនេះអញ្ចឹងអូខេអញ្ចឹងវាថា based on your selection we think creator is best for you អញ្ចឹងអូខេអញ្ចឹងវានឹងគិតមើលឲ្យថា insight អីអញ្ចឹងទៅហើយយើង confirm អញ្ចឹងវាថា page now set to creator you can change this after 7 day in your page setting អញ្ចឹងបើយើងចង់ដូរអា page type ហ្នឹងគឺយើងត្រូវចាំរយៈពេល7ថ្ងៃទៀតអាយ៉ាអញ្ចឹងខ្ញុំចុចមកនេះមកអត់មានអីទេអញ្ចឹងវាមានប៉ុណ្្នឹងទេអញ្ចឹងមានតែរងចាំការអាប់ដេតពីខ្ញុំទៅថាវាទទួលបានអត់អញ្ចឹងការងារបន្ទាប់របស់យើងអត់មានអីទេគ្រាន់តែយើងត្រូវមានវីដេអូ post ជាប្រចាំអញ្ចឹងខ្ញុំនឹងធ្វើវីដេអូ post តិចតួចទៅហើយយើងចាំមើលលទ្ធផលទាំងអស់គ្នាខ្ញុំនឹងអាប់ដេតបន្តទៅរហូតអូខេ